បាទតើ Facebook យើងឡើងក្រហមបែបនេះបាទមានបញ្ហាដែរឬទេបងប្អូនទាំងអស់គ្នាបាទក៏មានបងប្អូនបាទជាច្រើនបាទគាត់ឆាតមកសាកសួរเนาะហ្នឹងហើយមិនថាបាទសួរក្នុងឆាតឬមួយក៏បាទសួរនៅក្នុង comment เนาะហ្នឹងហើយបាទចង់ជម្រាបបងប្អូនទាំងអស់គ្នាថាប្រសិនបើ Facebook បងប្អូនបាទឡើងក្រហមបែបហ្នឹងគឺបងប្អូនមិនបានធ្វើខុសគោលការណ៍អីទេណាបងប្អូនទាំងអស់គ្នាបាទមូលហេតុដែលវាឡើងក្រហមបែបហ្នឹងគឺបងប្អូនទាំងអស់គ្នានៅមិនទាន់បាន set up ឬមួយក៏ set up មិនឲ្យបានសម្រេចបាទជាស្ថាពរ 100% ណាបងប្អូនទាំងអស់គ្នាបាទម្ល៉េះហើយខាងរបបគេទឿនឲ្យយើងបាទធ្វើការ set up បាទឲ្យបានស្រួចស្រេចបាច់ជាស្ថាពរហើយកន្លែងហ្នឹងដល់ពេលយើងធ្វើការ set up រួចស្រេចបាច់អស់ទៅគឺកន្លែងហ្នឹងគឺវាលែងមានក្រហមអញ្ចឹងទៀតហើយណាបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយគឺវាឡើងខៀវធម្មតាវិញហើយណាហ្នឹងហើយក៏សូមបាទបងប្អូនកុំមានការព្រួយបារម្ភเนาะហ្នឹងហើយបាទហើយចំណុចម្យ៉ាងទៀតនោះក៏ចង់ជម្រាបបងប្អូនទាំងអស់គ្នាថាកន្លែងបាទឡើងក្រហមអញ្ចឹងគឺភាគច្រើនគឺបងប្អូនមិនតាន់បាន set up ទៅលើផ្កាយណាបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយមិនតាន់បាន set up ទៅលើផ្កាយបាទក៏ចង់ជម្រាបបងប្អូនទាំងអស់គ្នាថាផ្កាយហ្នឹងយើងមិន set up ក៏អត់មានបញ្ហាដែរបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយបាទព្រោះថាផ្កាយហ្នឹងគឺយើងបានមកពីបាទគ្នាឯងបាទ creator MMO គ្នាឯងហ្នឹងគឺបាទឧទាហរណ៍ថាបងប្អូនចូលចិត្តខ្ញុំស្រឡាញ់ខ្ញុំបងប្អូនក៏ទិញផ្កាយផ្ញើមកឲ្យខ្ញុំអញ្ចឹងហើយពេលខ្ញុំបាទពេញចិត្តបងប្អូនបាទខ្ញុំនឹងបាទផ្ញើផ្កាយទៅឲ្យបងប្អូនគឺប្រាក់ចំណូលតាមផ្កាយហ្នឹងគឺវាបានមកពី creator MMO គ្នាឯងអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទវាអត់បានមកពី Facebook ទេណាបងប្អូនបាទអញ្ចឹងហើយបាទវាមានការបាទវាបានច្រើនទេហ្នឹងហើយបាទវាបានតិចតួចស្រួយស្ដាងមែនទែនបាទសឹងតែថាអត់ផងเนาะហ្នឹងហើយផ្កាយហ្នឹងបងប្អូនទាំងអស់គ្នាបងប្អូនតលតែសន្សំរហូតទៅដល់បាន 10000 ដួងទៅបានយើងអាចបើកលុយនឹងបានណាហ្នឹងហើយផ្កាយចំនួនផ្កាយហ្នឹងគ្រប់ 10000 ដួងទៅគឺបានគ្រប់$100ទៅខាង Facebook គេវេលុយនឹងឲ្យណាបងប្អូនបាទដល់រាបណាបងប្អូនបានសន្សំផ្កាយហ្នឹងមិនតាន់គ្រប់ 10000 ដួងទេគឺយើងអត់បានលុយពីផ្កាយហ្នឹងទេណាបងប្អូនបាទហ្នឹងហើយតម្រាំតែបាន 10000 ដួងនោះគឺវាយូរណាបងប្អូនហ្នឹងហើយបាទខ្ញុំធ្វើប្រហែលខែហើយនៅមិនទាន់បានសឹងថា100ដួងទេដឹងបាទអញ្ចឹងទេទោះបីជាយើង set up លើផ្កាយហ្នឹងក៏វាអត់បានលុយដែរណាហ្នឹងហើយបើពេលវាឡើងក្រហមអញ្ចឹងគឺវាអត់បានប៉ះពាល់អីទៅដល់ Facebook របស់យើងទេណាបងប្អូនទាំងអស់គ្នាបាទវាអត់បិទការមើលឃើញបាទវាអត់ខូចគោលការណ៍វាអត់ខុសបាទអ្វីទាំងអស់เนาะហ្នឹងហើយបើសិនជាវាឡើងក្រហមអញ្ចឹងប្រសិនជាបងប្អូននៅថៃគាត់មានបាទបញ្ជីលេខកុងធនាគាររបស់ថៃគាត់ set up ទៅក៏ហ្នឹងហើយ set up ទៅក៏បានដែរតែប្រសិនបងប្អូននៅខ្មែរបងប្អូនមិនចាំបាច់ធ្វើការ set up ក៏បានដែររឿងផ្កាយហ្នឹងណាបងប្អូនព្រោះថាវារកប្រាក់ចំណូលអត់បានเนาะបាទក៏សូមបាទជម្រាបជូនបងប្អូនខ្លីៗបាទខុសឆ្គងយ៉ាងណាបាទក៏សូមអធិស្ឋានណាបងប្អូនទាំងអស់គ្នាបាទសូមអរគុណ